ជំរាបសួរនាងខ្ញុំឈ្មោះស្រីនុចហើយឈ្មោះគ្រីស្ទៀនរបស់ខ្ញុំគឺ Stephanie ថ្ងៃនេះខ្ញុំចង់និយាយអំពីសេចក្តីបង្រៀនណែនាំអំពីគ្រិស្តសាសនាអូតូដុកដែលសត Philaret នៃទីក្រុងមូស្គូបានសរសេរឡើងអញ្ចឹងសូមចាប់ផ្ដើមដោយជាមួយនឹងការអធិដ្ឋានសិនក្នុងព្រះនាមព្រះបិតាព្រះបុត្រព្រះវិញ្ញាណបរិសុទ្ធអាមែនសូមព្រះអង្គម្ចាស់ជួយប្រទានពរខ្ញុំដោយប្រគល់នៅពាក្យការនិយាយដែលត្រឹមត្រូវពិតប្រាកដហើយដែលមានផលប្រយោជន៍ដល់អ្នកទាំងអស់គ្នាអ្នកដែលស្ដាប់នឹងអាមែនក្នុងគ្រិស្តសាសនាអូតូដុកនឹងមានសតៈខុសៗគ្នាដែលសរសេរដើម្បីបញ្យល់បង្រៀនបញ្យល់អំពីបញ្យល់ដល់ល្អិតល្អន់នៅសាសនាអូតូដុកគ្រីអូតូដុកហើយថានៅអ្វីដែលយើងត្រូវជីវិតដែលយើងរស់នៅហើយនឹងការយល់ដឹងសម្រាប់អ្នកដែលមិនដឹងអំពីគ្រីសាសនាអូតូដុកអញ្ចឹងថ្ងៃនេះខ្ញុំយកសភៅដែលសរសេរដោយសត Philaret អញ្ចឹងដោយសារវាវែងខ្ញុំនឹងធ្វើច្រើនវីដេអូថ្ងៃនេះខ្ញុំនឹងបកប្រែតពីសំណួរទី1រហូតដល់សំណួរទី9ហើយបើព្រះអង្គប្រទានពរហើយខ្ញុំមានពេលថែមអានឹងខ្ញុំនឹងធ្វើសំណួរបន្ថែមទៀតប៉ុន្តែថ្ងៃនេះខ្ញុំធ្វើប៉ុណ្ណឹងសិនហើយសង្ឃឹមថានឹងអាចមានផលប្រយោជន៍ដល់អ្នកគ្រប់គ្នាអូខេសំណួរទី1សត Philaret នៃទីក្រុងមូស្គូគាត់សួរថាតើអ្វីទៅ catechism នឹង catechism ឬបបប្រែខ្លីមានន័យថាការបង្រៀនណែនាំតើការបង្រៀនណែនាំនៃគ្រីស្ទសាសនាអូតូដុកនឹងគឺជាអ្វីចម្លើយ catechism ឬការបង្រៀនណែនាំនៃសាសនាគ្រីស្ទអូតូដុកគឺជាការណែនាំនៅក្នុងជំនឿឬក៏ការណែនាំអំពីជំនឿអូតូដុកគ្រីស្ទអូតូដុកដែលត្រូវបង្រៀនដល់គ្រីស្ទបរិស័ទគ្រប់រូបដើម្បីអ្វីហើយអ្វីបានយើងត្រូវបង្រៀនអាហ្នឹងដើម្បីផ្គាប់ចិត្តព្រះនិងជួយសង្គ្រោះព្រលឹងរបស់យើងចឹងកណ្ដឹងសំណួរទី1សំណួរទី2តើពាក្យ catechism ហ្នឹងមានន័យដូចម្ដេចអញ្ចឹង catechism ភាសាអង់គ្លេស catechism វាគឺជាពាក្យខ្ចីមានដើមកំណើតចេញពីភាសាក្រិកគេហៅថា catechesis ដែលបើន័យវាមានន័យថាការបង្រៀនតាមមាត់ការបង្រៀនតាមនិយាយអញ្ចឹង catechism ឬការបង្រៀនណែនាំហ្នឹងពាក្យខ្ចីពីពាក្យក្រិកដែលមានន័យថាការណែនាំឬការបង្រៀនផ្ទាល់មាត់អញ្ចឹងណាប្រៀបទៅនឹងការបង្រៀនតាមការសរសេរ catechism បង្រៀនផ្ទាល់មាត់ហើយវាត្រូវបានយកមកប្រើការបង្រៀនហ្នឹងការបង្រៀនផ្ទាល់មាត់ត្រូវបានប្រើតាំងពីសម័យពួកសាវកអញ្ចឹងតាំងពីជំនាន់ដើមតាំងពី33គ្រិស្តសករាជឆ្នាំ33គ្រិស្តសករាជឬក៏ហ្នឹងឯងពេលបន្ទាប់ពីព្រះយេស៊ូវសគត់ហើយសាវកទាំងអស់ហ្នឹងចាប់ផ្ដើមបង្រៀនគ្រីស្ទសាសនិកដទៃទៀតអំពីសាសនាគ្រីស្ទហ្នឹងអូខេខ្ញុំអានម្ដងទៀតពីដើមវែងពេកអញ្ចឹង catechism វាគឺជាពាក្យខ្ចីពីចេញពីពាក្យក្រិកដែលមានន័យថាការណែនាំឬការបង្រៀនផ្ទាល់មាត់ហើយត្រូវបានយកមកប្រើតាំងពីសម័យពួកសាវកដើម្បីបញ្ជាក់ការណែនាំចម្បងក្នុងជំនឿគ្រីស្ទអូតូដុកដែលចាំបាច់សម្រាប់គ្រីស្ទបរិស័ទគ្រប់រូបអញ្ចឹងយើងឃើញថាវាជាការបង្រៀនផ្ទាល់មាត់ហើយត្រូវបានប្រើតាំងពីសម័យសាវកដើម្បីបញ្ជាក់បង្ហាញបង្រៀន
នៅការណែនាំចម្បងនៃជំនឿអូតូដុកហ្នឹងហើយវាចាំបាច់សម្រាប់គ្រីស្ទបរិស័ទគ្រប់រូបហើយចម្លើយនេះគឺត្រូវយកចេញពីព្រះគម្ពីរផ្ទាល់ទី1នេះគឺយកចេញពីសៀវភៅលូកាចំពុក1ខ4ដែលអានថាខ្ញុំធ្វើដូច្នេះក្នុងគោលបំណងចង់ឲ្យលោកជ្រាបថាសេចក្តីបង្រៀនប្រដៅទាំងប៉ុន្មានដែលលោកបានទទួលពិតជាត្រឹមត្រូវមែនអញ្ចឹងយើងឃើញនៅក្នុងខហ្នឹងសត្តលូកានិយាយថាការបង្រៀនប្រដៅទាំងប៉ុន្មាននេះគឺពិតប្រាកដការបង្រៀនប្រដៅការជំនាន់ហ្នឹងគឺតាមការនិយាយប្រាប់តៗគ្នាហើយមួយទៀតចេញពីសភៅកិច្ចការគ្រីស្ទទូតនៅចំពុក18ខ25ដែលអានថាគាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអង្គម្ចាស់និងមានចិត្តឧស្សាហ៍មោះមុតគាត់ប្រកាសព្រះបន្ទូលហើយប៉ិនប្រសពបង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូវផងប៉ុន្តែគាត់បានដឹងត្រឹមតែពិធីជំនួចទឹករបស់លោកយ៉ូហានប៉ុណ្ណោះចឹងយើងឃើញថាកន្លែងហ្នឹងគាត់និយាយថាគាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអង្គម្ចាស់គាត់ទទួលការអប់រំយ៉ាងម៉េចគាត់ទទួលបានការអប់រំយ៉ាងម៉េចគឺការអប់រំកាលហ្នឹងគឺទទួលបានតាមការបង្រៀនផ្ទាល់មាត់សំណួរទី3តើអ្វីខ្លះទៅដែលចាំបាច់ដើម្បីផ្គាប់ព្រះហឫទ័យព្រះអង្គម្ចាស់និងដើម្បីសង្គ្រោះប្រឡឹងខ្លួនចម្លើយទី1គឺអ្វីដែលចាំបាច់ដើម្បីផ្គាប់ព្រះហឫទ័យព្រះអង្គម្ចាស់និងសង្គ្រោះប្រឡឹងរបស់យើងនោះគឺ1ចំណេះដឹងអំពីព្រះអង្គម្ចាស់ដ៏ពិតមិនមែនព្រះคล้ายៗទេគឺចំណេះដឹងអំពីព្រះដ៏ពិតប្រាកដនិងជំនឿត្រឹមត្រូវលើព្រះអង្គម្ចាស់វាមិនមែនជំនឿខុសឆ្គងឧទាហរណ៍ពួកអារីយ៉ានវាមានជំនឿលើព្រះអង្គម្ចាស់ប៉ុន្តែជំនឿមិនត្រឹមត្រូវជំនឿគិតថាព្រះយេស៊ូវនឹងមិនមានធម្មជាតិជាព្រះហើយនឹងជាមនុស្សអញ្ចឹងវាមិនត្រឹមត្រូវអញ្ចឹងអ្វីដែលចាំបាច់គឺចំណេះដឹងអំពីព្រះអង្គម្ចាស់ដ៏ពិតប្រាកដមិនមែនអំពីព្រះคล้ายៗហើយនឹងចំណេះដឹងនឹងជំនឿដ៏ត្រឹមត្រូវមិនមែនជំនឿខុសឆ្គងហើយទី2នោះគឺជីវិតដែលរស់នៅស្របតាមនឹងជំនឿហើយនឹងការប្រព្រឹត្តអំពើល្អសំណួរទី4តើហេតុអ្វីបានជាយើងចាំបាច់ត្រូវការមានជំនឿមិនចឹងទេបានយើងត្រូវការមានជំនឿដើម្បីផ្គាប់ព្រះហឫទ័យព្រះអង្គចម្លើយគឺយកចេញពីព្រះបន្ទូលដែលថ្លែងថានេះគឺយកចេញពីសៀវភៅយ៉ាកុបចំពុក2ខ20ជំនឿដែលគ្មានការប្រព្រឹត្តល្អជាជំនឿសំណួរទី4ហេតុអ្វីបានជាយើងចាំបាច់ត្រូវមានជំនឿពីព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថាបើគ្មានជំនឿនោះយើងមិនអាចផ្គាប់ព្រះហឫទ័យព្រះអង្គបានឡើយនេះយកចេញពីសៀវភៅ Hebrew ចំពុក11ខ6សំណួរទី5តើហេតុអ្វីបានជាជីវិតដែលរស់នៅស្របតាមជំនឿនិងការធ្វើអំពើល្អมันអាចកើតឡើងដាច់ពីគ្នាពីជំនឿនេះបានអញ្ចឹងហេតុអ្វីបានជាយើងមានគ្រាន់តែមានតែជំនឿហេតុអ្វីគ្រាន់តែមានតែជំនឿមិនគ្រប់គ្រាន់ហេតុអ្វីបានជាយើងត្រូវតែមានជីវិតដែលរស់នៅស្របតាមជំនឿហ្នឹងហើយជីវិតដែលមានការធ្វើអំពើល្អដែរចម្លើយនោះគឺដោយសារព្រះបន្ទូលថ្លែងថា
ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អជាជំនឿឥតបានការអ្វីទាំងអស់អញ្ចឹងណាបើយើងមានតែជំនឿប៉ុន្តែអត់មានការប្រព្រឹត្តអំពើល្អអញ្ចឹងវាអត់ប្រយោជន៍អត់បានការអាហ្នឹងគឺយកចេញពីសៀវភៅយ៉ាកុបចំពុក2ខ20សំណួរទី6តើជំនឿហ្នឹងជាអ្វីយើងនិយាយច្រើនជំនឿប៉ុន្តែជំនឿហ្នឹងមានន័យដូចម្ដេចវាជាអ្វីបើយើងតាមនិយមន័យរបស់សត្តពលដែលយកចេញពីសៀវភៅ Hebrew ចំពុក11ខ1គាត់និយាយថាជំនឿធ្វើឲ្យយើងមានអ្វីដែលយើងសង្ឃឹមថានឹងបានហើយវាជាភស្តុតាងនៃអ្វីដែលមើលមិនឃើញអញ្ចឹងអ្វីដែលគាត់សរសេរហ្នឹងមានន័យថាជំនឿហ្នឹងគឺជាការទុកចិត្តលើអ្វីដែលយើងមើលមិនឃើញហាក់ដូចជាបានឃើញអញ្ចឹងឧទាហរណ៍លោកអាប់រ៉ាហាំមានជំនឿថាព្រះអង្គម្ចាស់នឹងធ្វើឲ្យកូនរបស់គាត់អ៊ីសាក់ហ្នឹងរស់មកវិញបន្ទាប់ពីគាត់បូជាកូនប្រុសរបស់គាត់ហើយប៉ុន្តែវាអត់ទាន់កើតឡើងមិនចឹងកូនគាត់កំពុងចង់កូនគាត់ដុតភ្លើងហើយកាន់កបិតនឹងត្រៀមដើម្បីបូជាកូនរបស់គាត់ប៉ុន្តែជំនឿរបស់គាត់គឺថាអ៊ីសាក់នឹងត្រូវបានធ្វើឲ្យរស់ឡើងវិញព្រះអង្គម្ចាស់នឹងធ្វើឲ្យអ៊ីសាក់រស់ឡើងវិញអញ្ចឹងជំនឿរបស់គាត់នឹងបានធ្វើឲ្យគាត់មានសមត្ថភាពបូជាកូនប្រុសតែមួយរបស់គាត់ដែលគាត់ស្រឡាញ់ខ្លាំងមែនតើនឹងឧទាហរណ៍ជំនឿគឺជាការទុកចិត្តលើអ្វីដែលយើងសង្ឃឹមនិងរងចាំហាក់ដូចជាយើងមានវាហើយអញ្ចឹងនឹងនិយមន័យអំពីជំនឿដែលសត្តពលគាត់បានបង្រៀនឡើងសំណួរទី7តើចំណេះដឹងនិងជំនឿខុសគ្នាយ៉ាងម៉េចអញ្ចឹងយើងមានចំណេះដឹងនៅក្នុងខួរក្បាលយើងហើយជំនឿតើអាពីរហ្នឹងវាដូចគ្នាឬក៏ខុសគ្នាយ៉ាងម៉េចចម្លើយគាត់ចំណុចសំខាន់អំពីចំណេះដឹងគឺចំណេះដឹងគឺជាអ្វីដែលយើងមើលឃើញបានហើយយល់បានអញ្ចឹងណាប៉ុន្តែជំនឿវិញគឺជាអ្វីដែលយើងមើលមិនឃើញហើយពេលខ្លះយល់មិនបានទេចំណេះដឹងកើតចេញឡើងពីបទពិសោធន៍ពីការពិនិត្យសង្កេតប៉ុន្តែជំនឿកើតឡើងពីការជឿលើទីបន្ទាល់អំពីសេចក្តីពិតចំណេះដឹងជាកម្មសិទ្ធិរបស់បញ្ញាយើងប៉ុន្តែវាក៏អាចធ្វើទៅតាមចិត្តដែរជំនឿជាកម្មសិទ្ធិចម្បងរបស់បេះដូងឬចិត្តរបស់យើងហ្នឹងប៉ុន្តែវាក៏អាចឲ្យទៅបញ្ញាផងដែរចឹងសង្ខេបម្ដងទៀតចំណេះដឹងអ្វីដែលយើងអាចយល់បានអាចឃើញហើយយើងទទួលវាបានតាមបទពិសោធន៍តាមការសង្កេតប៉ុន្តែជំនឿគឺកើតឡើងដោយការជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គម្ចាស់អំពីសេចក្តីពិតឬក៏ទីបន្ទាល់ហើយសំណួរទី8អ្វីបានជាការបង្រៀនណែនាំសាសនាមិនអាចមានត្រឹមតែចំណេះដឹងប៉ុន្តែចាំបាច់ត្រូវមានជំនឿផងដែរមិនចឹងយើងរៀនការណែនាំអំពីសាសនាគ្រីស្ទអូតូដុកអាហ្នឹងយើងមានចំណេះដឹងប៉ុន្តែចំណេះដឹងហ្នឹងវាតែមួយតែចំណេះដឹងវាមិនត្រឹមតែចំណេះដឹងវាមិនគ្រប់គ្រាន់ទេយើងត្រូវការជំនឿផងដែរហេតុអ្វីដោយសារគោលបំណងសំខាន់នៃការបង្រៀនណែនាំនេះគឺគោលបំណងសំខាន់
គឺព្រះអង្គម្ចាស់ដែលយើងមើលមិនឃើញមិនចឹងយើងបង្រៀនណែនាំដើម្បីយើងដឹងស្គាល់ពីព្រះអង្គម្ចាស់ដែលយើងមើលមិនឃើញហើយមិនអាចយល់បានហើយប្រាជ្ញារបស់ព្រះជាម្ចាស់គឺលាក់នៅក្នុងអាថ៌កំបាំងហើយដូច្នេះផ្នែកជាច្រើននៃការសិក្សានេះมันអាចយល់បានដោយសារតែចំណេះដឹងនោះទេប៉ុន្តែអាចយល់បានតាមរយៈជំនឿមិនចឹងមានន័យថាដូចយើងសំណួរមុនហ្នឹងដូចសំណួរទី6សតៈពោបង្ហាញថាពន្យល់ថាតើជំនឿហ្នឹងគឺអ្វីជំនឿគឺយើងទុកចិត្តនៅអ្វីដែលយើងមើលមិនឃើញពេលខ្លះមិនយល់បានអញ្ចឹងបើយើងមានតែចំណេះដឹងប៉ុន្តែអត់មានជំនឿអាហ្នឹងវាមិនគ្រប់គ្រាន់ទេព្រោះអីព្រះអង្គម្ចាស់យើងមិនយល់គាត់បានទ្រង់អស់កលទ្រង់អស់ចាប្រាជ្ញារបស់យើងមិនអាចយល់ដឹងអ្វីៗទាំងអស់របស់ទ្រង់បានអញ្ចឹងចំណេះដឹងត្រឹមតែចំណេះដឹងយើងមិនអាចយើងមិនអាចជាគ្រីស្ទអូតូដុកត្រឹមត្រូវគ្រប់គ្រាន់ឧទាហរណ៍សតៈCyril នៃទីក្រុងយេរូសាឡឹមបាននិយាយថាជំនឿគឺជាភ្នែកដែលបំភ្លឺមនសិការរបស់មនុស្សគ្រប់រូបវាផ្ដល់ឲ្យមនុស្សនៅចំណេះដឹងត្បិតដូចជាហោរាដែលបានចែងថាបើអ្នករាល់គ្នាគ្មានជំនឿនោះអ្នករាល់គ្នានឹងមិនយល់ឡើយនេះគឺយកចេញពីសៀវភៅអ៊ីសាចំពុក7ខ9សំណួរទី9តើអ្នកអាចពន្យល់បន្ថែមអំពីភាពចាំបាច់នៃជំនឿបានទេសតៈ Cyril បានពន្យល់បង្ហាញដូចនេះពួកវាមិនត្រឹមតែក្នុងចំណោមពួកយើងដែលបានឮព្រះនាមរបស់ព្រះគ្រីស្ទទេដែលមានជំនឿយ៉ាងខ្លាំងក្លាប៉ុន្តែគឺរាល់ការដែលបានធ្វើនៅក្នុងពិភពលោកសូម្បីតែការដែលធ្វើឡើងដោយមនុស្សដែលមិនជាប់តាក់ទងនឹងព្រះសហគមន៍ក៏ដោយក៏ត្រូវបានធ្វើដោយសារសេចក្តីជំនឿដែរមានន័យថាមិនមែនតែគ្រីស្ទៀនទេដែលធ្វើអ្វីៗឡើងដោយសារជំនឿសូម្បីតែអ្នកមិនមែនជាគ្រីស្ទៀនអ្នកដែលមិនជាប់តាក់ទងទៅនឹងព្រះសហគមន៍សោះក៏ធ្វើអ្វីឡើងដោយសេចក្តីជំនឿដែរឧទាហរណ៍កសិកម្មត្រូវបានបង្កើតឡើងទៅលើជំនឿព្រោះអីព្រោះមិនមានកសិករណាម្នាក់នឹងព្រមធ្វើស្រែចម្ការទេបើសិនជាគាត់មិនមានជំនឿថាស្រែចម្ការកម្លាំងធ្វើស្រែចម្ការរបស់គាត់នឹងអាចធ្វើឲ្យគាត់បានទទួលផលពីទឹកដីពីកម្លាំងរបស់ពួកគាត់នឹងមិនចឹងឯងនៅពេលគាត់ធ្វើគាត់ដាំស្រូវគាត់ជឿថា3ខែក្រោយមកស្រូវនឹងធ្លាប់ជួយយាយធ្វើប៉ុន្តែខ្ញុំអត់ចាំដូច3ខែដំបូងយើងដោតហើយ3ខែវាចេញគ្រាប់មិនចឹងឯងបើសិនជាកសិករមិនជឿអញ្ចឹងគាត់នឹងមិនធ្វើស្រែឡើយអាហ្នឹងឧទាហរណ៍ដែលថាសូម្បីតែមិនមែនគ្រីស្ទៀនក៏គេធ្វើអ្វីទៅតាមជំនឿដោយសារជំនឿដែរឧទាហរណ៍មួយទៀតនោះគឺអ្នកដើរតាមសមុទ្រពួកគាត់ត្រូវបានដឹកនាំដោយជំនឿនៅពេលដែលពួកគាត់ដាក់ជោគវាសនារបស់ខ្លួនទៅនឹងបន្ទះឈើតូចមានន័យថាទូករបស់គាត់កាលហ្នឹងបន្ទះឈើតូចមែនដូចឥឡូវមានទូកធំប៉ុន្តែសូម្បីតែទូកធំធ្វើពីដែកធំអីក៏អាចលិចស្លាប់ដែរមិនចឹងណាប៉ុន្តែពួកគាត់មានជំនឿថាទូកហ្នឹងនឹងជួយឲ្យគាត់មិនលិចចូលក្នុងទឹកហើយពួកគាត់ហ្នឹងពួកអ្នកដើរតាមសមុទ្រហ្នឹងចូលចិត្តការរំជើបរំជួលនៃទឹកដីដែលមិនថិតថេរជាងធាតុអ្វីផ្សេងទៀតនៅក្នុងផែនដីដែលមានស្ថិរភាពជាងពួកអ្នកដើរសមុទ្រហ្នឹងលះបង់ខ្លួនទៅនឹងការរំពឹងទុកដែលមិនប្រកបហើយរក្សាទុកសម្រាប់ខ្លួនគេគ្មានអ្វីក្រៅពីជំនឿដែលពួកគាត់នឹងមានជំនឿទុកចិត្ត
ច្រើនជាងអាដែកយុទ្ធការយុទ្ធការណាមួយទៅទៀតអញ្ចឹងអានេះយើងសំណួរទី119សង្ឃឹមថានេះនឹងជួយអាចឲ្យអ្នកគ្រប់គ្នាយល់ដឹងបន្ថែមអំពីសាសនាគ្រីស្ទអូតូដុកនៅសេចក្តីបង្រៀនណែនាំដែលSata Filaret នៃទីក្រុងមូស្គូបានសរសេរឡើងហើយបើសិនជាខ្ញុំសង្ខេបខ្លីៗមានន័យថាយើងទាំងអស់គ្នាហ្នឹងដែលអ្នកដែលមិនយល់ដឹងអំពីគ្រីស្ទសាសនាអូតូដុកត្រូវការ catechism ហ្នឹងត្រូវការបង្រៀនណែនាំហ្នឹងដែលត្រូវបានទទួលនិងប្រើតាំងពីសម័យសាវកដូចយើងបានលើកនៅក្នុងខគម្ពីរលូកានិងកិច្ចការគ្រីស្ទទូតឡើងគឺសាវកបានបង្រៀនដល់អ្នកដតីអំពីគ្រីស្ទសាសនាអូតូដុកតាមមាត់អានឹងដើមកំណើតពាក្យនឹងមានន័យផ្ទាល់ខ្ញុំអត់សូវដឹងក្រិចច្រើននេះរៀនបានតិចតួចអញ្ចឹងបើមានណាគេដឹងច្បាស់សង្ឃឹមថាខ្ញុំអត់មានសង្ឃឹមថាខ្ញុំនិយាយបានពិតអស់និយមន័យវាហ្នឹងប៉ុន្តែពាក្យហ្នឹងមានន័យថាបង្រៀនខ្ញុំតាមនិយាយតាមផ្ទាល់មាត់ហើយសំខាន់យើងត្រូវការ catechism ហ្នឹងដើម្បីឲ្យយើងដឹងថាតើយើងត្រូវរស់នៅជីវិតរបស់យើងដូចម្ដេចដើម្បីផ្គប់ព្រះហឫទ័យព្រះអង្គម្ចាស់ហើយនៅពេលដែលយើងរស់នៅស្របតាមនឹងច្បាប់និងព្រះហឫទ័យរបស់ទ្រង់យើងក៏បានជួយសង្គ្រោះព្រលឹងរបស់យើងឲ្យបានទៅនៅរស់នៅក្នុងឋានអកលជាមួយទ្រង់ផងដែរហើយដើម្បីផ្គប់ព្រះហឫទ័យទ្រង់នឹងរស់នៅស្របតាមច្បាប់របស់ទ្រង់យើងត្រូវការជំនឿមិនត្រឹមតែចំណេះដឹងទេជំនឿហើយនឹងអំពើល្អហើយជំនឿនឹងត្រូវតែជាជំនឿដែលត្រឹមត្រូវមិនមែនជំនឿខុសឆ្គងឧទាហរណ៍ពួកអារីយ៉ានដែលគិតមិនត្រឹមត្រូវយល់ដឹងមិនត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទហើយជំនឿរបស់យើងនឹងមិនមែនតែជំនឿទេដើម្បីក្លាយជាគ្រីស្ទអូតូដុកយើងត្រូវមានជំនឿទៅនឹងព្រះដ៏ពិតប្រាកដមានន័យថាមិនមែនទៅលើព្រះក្រៃហើយជំនឿយើងត្រូវតែត្រឹមត្រូវចឹងខ្ញុំសង្ឃឹមថាវីដេអូនេះមានផលប្រយោជន៍បើមានសំណួរអីសូមអញ្ជើញសរសេរដាក់ក្នុង comment សូមព្រះអង្គប្រទានពរហើយខ្ញុំនឹងវីដេអូបន្ទាប់នឹងបកប្រែសំណួរផ្សេងទៀតសូមអរគុណព្រះអង្គប្រទានពរជំរាបលា